សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះផងដែរយើងមកតសាច់រឿង Naruto របស់យើងបន្តទៀតអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរអញ្ជើញទស្សនាជាមួយនឹង Admin ដូចតទៅ Standing by សាច់រឿងរបស់យើងបានចាប់ផ្ដើមនៅក្នុងភូកលាដ្ឋាននៃការប្រឡងដដែលយើងក៏បានឃើញកង់ការ៉ូនឹងនិយាយទៅកាន់ការ៉ាថាឲ្យប្រើយុទ្ធសាស្ត្រជាងការប្រើកម្លាំងអញ្ចឹងអ្នកទាំងអស់គ្នាក៏ប៉ុន្តែត្រូវបានតេម៉ារីនិយាយទៅកាន់កង់ការ៉ូវិញថាកុំឲ្យនិយាយទៅកាន់ការ៉ាពេលហ្នឹងការ៉ាអាចសម្លាប់គេអញ្ចឹងណាចំណែកការ៉ាវិញគាត់មិននិយាយទាំងអស់ហើយក៏បានចុះសម្ដៅទៅកន្លែងប្រកួតរបស់គាត់តែម្ដងដោយសារតែគោលដៅរបស់គាត់ពេលនេះគឺជាសាសកេយូជីហាអ្នកទាំងអស់គ្នានិយាយទៅការ៉ាគាត់គុំទៅកាន់សាសកេតាំងពីថ្ងៃជួបសាសកេដំបូងមកម៉េះនៅពេលដែលការ៉ាបានចុះទៅទីលានប្រកួតរបស់គេដើម្បីធ្វើការប្រយុទ្ធជាមួយនឹងសាសកេគេក៏បានជួបជាមួយនឹងពូស៊ីណូប៊ីពីរនាក់មករោរឿងគេអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងហើយការ៉ាក៏បានសម្លាប់ពីអ្នកនឹងចោលតែម្ដងទៅហើយវិច័យដនអីស្របពេលដែលណារូតូហើយនិងស៊ីខាម៉ារូកំពុងតែធ្វើដំណើរទៅកន្លែងទស្សនារបស់គេក៏បានជួបជាមួយនឹងការ៉ាដោយចៃដនតែម្ដងហើយនៅពេលនោះគេក៏បានឃើញការ៉ានឹងសម្លាប់អាពីរនាក់នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាស៊ីខាម៉ារូហើយនិងណារូតូនៅពេលដែលឃើញការ៉ាសាហាវអញ្ចឹងគេពិតជាមានការគាំងជាខ្លាំងនៅពេលដែលការ៉ាបានសម្លាប់ពីរនាក់នឹងហើយគេក៏បានដើរកាន់មុខស៊ីខាម៉ារូហើយណារូតូធ្វើរំភើយធ្វើដោយអត់មានរឿងអីកើតឡើងអញ្ចឹងចំណែកណារូតូហើយនិងស៊ីខាម៉ារូវិញគឺគាត់នៅស្ងៀមមិនកម្រើខ្លួនរបស់គាត់នោះទេក៏មកដល់កាកាស៊ីសិនសេវិញបន្ទាប់ពីបានជួបជាមួយនឹងសាការ៉ាគេក៏បានធ្វើការសុំទោសទៅកាន់កូនសិស្សរបស់គាត់តែម្ដងដោយសារតែមិនបានផ្ដល់ដំណាក់ដំណងតាក់ទងនឹងរឿងសាសកេបាត់ខ្លួនអញ្ចឹងណាទាំងអស់គ្នានៅពេលដែលឃើញសាការ៉ាបារម្ភអំពីខុសមាត់នៅលើកញ្ញករបស់សាសកេអញ្ចឹងកាកាស៊ីសិនសេក៏បានប្រាប់ទៅកាន់សាការ៉ាថាកុំឲ្យព្រួយបារម្ភអីគាត់បានដោះស្រាយរឿងហ្នឹងហើយបន្ទាប់ពីឃើញក្រុមអានប៊ូប្លែកអប់ចំនួន8នាក់មានវត្តមាននៅក្នុងកន្លែងប្រកួតកាកាស៊ីសិនសេក៏បាននិយាយទៅកាន់កាយសិនសេថានឹងមានរឿងអ្វីមិនស្រួលកើតឡើងហើយបានជា Lord Hokage ទី3គាត់បានចាប់ក្រុមអានប៊ូប្លែកអប់មកជួយការពារអញ្ចឹងក៏មកដល់ការប្រកួតរវាងសាសកេហើយនិងការ៉ាណែវិញបន្ទាប់ពីការប្រកួតរវាងពួកគេត្រូវបានចាប់ផ្ដើមយើងក៏បានឃើញសាសកេប្រើអាវុធសម្ងាត់របស់គេដើម្បីកុំសម្ដៅទៅកាន់ការ៉ាក៏ប៉ុន្តែត្រូវបានការ៉ាប្រើសែនអមររបស់គេដើម្បីជាខាការពារសាសកេអញ្ចឹងណាអ្នកនរគ្នានៅពេលដែលវាយការ៉ាមិនចូលយើងក៏បានឃើញសាសកេនឹងធ្វើអំណះទីយ៉ាងលឿនប្រៀបដូចជាក្បាច់របស់ Rock Lee អញ្ចឹងអ្នកនរគ្នាហើយគេក៏បានដាក់ទៅកាន់ការ៉ាមួយដៃចំកណ្ដាលមុខតែម្ដងបន្ទាប់ពីត្រូវបានស៊ីមេដៃរបស់សាសកេហើយសាសកេក៏បានឲ្យការ៉ានឹងចូលមកវាយគេមកហើយនៅពេលដែលការ៉ានឹងមិនចូលសាសកេក៏បានប្រើល្បឿនយ៉ាងលឿនរបស់គេហត់ដល់ធាក់ការ៉ាម្ដងទៀតហើយការ៉ាក៏បានដឹងដែរថាការធ្វើម្លាស់ទីយ៉ាងលឿននេះគឺប្រៀបដូចជាក្បាច់របស់ Rock Lee ដែលប៉ះគេកាលវគ្គមុនអញ្ចឹងអ្នកនរគ្នានៅពេលដែលសែនអមររបស់ការ៉ាមិនអាចទប់ទល់ជាមួយនឹងល្បឿនលឿនរបស់សាសកេអញ្ចឹងសាសកេក៏បានបន្តវាយប្រហារទៅកាន់ការ៉ាទៀតម្ដងយើងក៏បានឃើញសាសកេនឹងប្រើចង្គង់ផងដៃផងជើងផងវាយទៅកាន់ការ៉ាឡើងទ្រោមនៅពេលដែលឃើញសាសកេធ្វើអំឡាស់ទីលឿនអញ្ចឹងកាយសិនសេក៏បានសួរនាំទៅកាន់កាកាស៊ីថាកាកាស៊ីនឹងបានធ្វើការបន្តបណ្ដាលអ្វីគេខ្លះទៅដល់សាសកេទើបសាសកេនឹងអាចធ្វើអំឡាស់ទីបានលឿនដូចជា Rock Lee អញ្ចឹងកាកាស៊ីបានបញ្យល់ថាដោយសារតែសាសកេនឹងធ្លាប់ប្រើសារ៉េនកានកោពីក្បាច់ថៃជិតស៊ូរបស់ Rock Lee អញ្ចឹងហើយក្នុងរយៈពេល1ខែហ្នឹងសាសកេគឺពិតជាខំវឹកហាត់ខ្លាំងមែនទែនដើម្បីឲ្យសមត្ថភាពរបស់គេមានការបម្លាស់ទីលឿនដូចជា Rock Lee ការ៉ាដោយសារតែមិនអាចទប់ទល់ជាមួយនឹងការធ្វើអំឡាស់ទីដ៏លឿនរបស់សាសកេគេក៏បានបង្វែរសែនអមររបស់គេដើម្បីគ្របដណ្ដប់រូបរាងកាយរបស់គេវិញហើយដល់ពេលដែលសាសកេព្យាយាមវាយប្រហារទៅកាន់ការ៉ាគឺគេមិនអាចវាយចូលនោះទេដោយសារតែសែនអមររបស់ការ៉ាគឺក្រាស់ខ្លាំងមែនទែនអ្នកនរគ្នាចំណែកអាណារ៉ាតូវិញយើងក៏បានឃើញគេរត់មកប្រាប់លោកគ្រូកាកាស៊ីផងដែរថាឲ្យបញ្ឈប់ការប្រកួតរវាងការ៉ាហើយនិងសាសកេទៅព្រោះអីការ៉ាអាចសម្លាប់សាសកេបានអញ្ចឹងណាអ្នកនរគ្នាក៏ប៉ុន្តែត្រូវបានកាកាស៊ីសិនសេប្រាប់ទៅកាន់អាណារ៉ាតូវិញថាកុំឲ្យព្រួយបារម្ភអីដោយសារតែស្ថានភាពរបស់សាសកេនៅពេលនេះគឺមិនដូចជាសាសកេនៅពេលមុននោះទេក៏មកដល់សាសកេអានេះវិញបន្ទាប់ពីគេបានធ្វើការវាយប្រហារទៅកាន់ការ៉ាហើយគេក៏បានប្រើអាវុធសម្ងាត់ផងអីផងហើយគេក៏បានធ្វើអំឡាស់ទីយ៉ាងលឿនវាយទៅកាន់ការ៉ាក៏វាយមិនចូលដែរអ្នកនរគ្នាហើយនៅទីបំផុតសាសកេក៏បានប្រើក្បាច់ Chidori ដែលលោកគ្រូកាកាស៊ីបានបង្រៀនដល់គេធ្វើការវាយប្រហារទៅកាន់ការ៉ាតែម្ដងដល់ពេលដែលឃើញសាសកេចេះប្រើ Chidori អញ្ចឹងណារូតូសាការ៉ាហើយនិងអាម៉ាណាទៀតដែលនៅហ្នឹងក៏បានឆ្ងល់ហើយ Gai Sensei ក៏បាននិយាយបញ្ចុះប្រាប់ពួកគេតែម្ដង Gai Sensei ក៏បានបញ្ចុះទៅកាន់ពួកគេថា Chidori គឺជាស្ពឹកសតិចនិចមួយដែលកាកាស៊ីបានបង្កើតឡើងហើយនៅក្នុងភូមិស្លឹកឈើគឺមានតែកាកាស៊ីប៉ុណ្ណោះដែលចេះប្រើវាហើយឥឡូវគាត់បានផ្ទេរវាឲ្យសាសកេផងដែរក៏លើកមកមើលសាសកេវិញយើងក៏បានឃើញគាត់ប្រើ Chidori របស់គាត់ហើយនឹងភ្នែកសរេនកាន់របស់គាត់ដើម្បីវាយប្រហារទៅកាន់ការ៉ាហើយនៅទីបំផុតគាត់ក៏អាចប្រើ Chidori វាយទម្លុះសែនអមររបស់ការ៉ាបានសម្រេច Chidori របស់សាសកេក៏បានធ្វើឲ្យការ៉ាមានរបួសហើយការ៉ាក៏បានស្រែកពោពេញដោយភាពឈឺចាប់ស្របពេលជាមួយគ្នានឹងម្ដាយនៅក្នុងកន្លែងទស្សនិកជនហ្នឹងយើងក៏បានឃើញអានប៊ូប្លែកអប់ម្នាក់បានប្រើគៀនស៊ូរបស់គេហ្នឹងដើម្បីធ្វើឲ្យទស្សនិកជនដែលកំពុងទស្សនាហ្នឹងដេកលក់ចឹងណាហើយការធ្វើបែបហ្នឹងគឺជាការផ្ដល់សញ្ញាមួយទៅកាន់ក្រុមការងាររបស់គេផងដែរដើម្បីកំទេចកូនអាហារចឹងណាអ្នកនរគ្នាចំណែកនៅក្នុងប្រយានវិញយើងក៏បានឃើញក្រុម Shinobi ជាច្រើនកំពុងតែត្រៀមខ្លួនធ្វើការវាយប្រហារមកកាន់កូនអាហារចឹងណាអ្នកនរគ្នាដែល Shinobi ទាំងអស់នោះគឺមកពី Sand Village ហើយនិង Sound Village ចឹងណា Shinobi ដែលមកពី Sand Village ហ្នឹងគឺដឹកនាំដោយ Kasegake ទី4ចំណែកឯ Orochimaru វិញគឺដឹកនាំក្រុម Sound Village ដែលមកពីក្រុមបដិវត្តរបស់គេហ្នឹងហើយពួក Sound Village ហើយនិង Sand Village ហ្នឹងពួកវាបានសហការគ្នាដើម្បីកំទេចកូនអាហារចោលដោយសារតែកូនអាហារហ្នឹងសម្បូរទៅដោយធនធាន Shinobi ខ្លាំងៗចឹងណាអ្នកនរគ្នាហើយបន្តមកទៀតយើងក៏បានឃើញពួកគេចាប់ផ្ដើមធ្វើប្រតិបត្តិការដើម្បីកំទេចកូនអាហារតែម្ដង Kasegake ទី4ក៏បានចាប់
ប់របស់គេធ្វើជាចំណាប់ខ្មាំងក្រុមអានប៊ូ Black Ops ហើយនិង Special Ninja មួយចំនួនប្រចាំនគរណាត្រូវបានសម្លាប់ដោយសារតែក្រុម Saint Milik ហើយនិង South Milik នឹងធ្វើការបន្លំខ្លួនអង្គរៈដែលការពី Hokage ទី3នឹងក៏ត្រូវគេលួចសម្លាប់ផងដែរចំណែកឯក្រុមអានប៊ូ Black Ops វិញនៅពេលដែលព្យាយាមចូលទៅជួយ Hokage ទី3គឺត្រូវបាន Shinobi ចម្លែក4នាក់ដែលមកពី South Milik នឹងព្យាយាមប្រើរបាំងការពារអញ្ចឹងហើយធ្វើឲ្យក្រុមអានប៊ូ Black Ops នឹងមិនអាចចូលទៅជួយ Hokage ទី3បាននោះទេពេលឃើញ Hokage ទី3មានគ្រោះថ្នាក់ Guy ហើយនិង Kakashi ក៏ចង់ធ្វើដំណើរទៅជួយ Hokage ទី3ផងដែរក៏ប៉ុន្តែត្រូវបានហាមឃាត់ទៅដោយក្រុមអានប៊ូ Black Ops ដែលបន្លំខ្លួនហើយ Guy និង Kakashi ក៏បានសន្មតដឹងថាពួកអត់ហ្នឹងគឺជាអ្នកប្រើគិនចិត្តស៊ូឲ្យទស្សនិកជនសន្លប់ចំណែកឯ Kangaroo ហើយនិង Temari វិញនៅពេលដែលឃើញ Gaara របស់គេក៏ចង់យក Gaara ចាក់ចេញពីកន្លែងពហុកលាឋានក៏ប៉ុន្តែ Gaara វិញមិនយល់ព្រមនោះទេដោយសារតែគេនឹងចង់សម្លាប់ Sasuke អញ្ចឹងណាទាំងអស់គ្នានៅពេលដែលឃើញអញ្ចឹង Baki ដែលជាអ្នកដឹកនាំក្រុមរបស់ Gaara ហ្នឹងគេក៏បានឲ្យ Temari ហើយនិង Kangaroo ហ្នឹងនាំ Gaara ចាក់ចេញតែមកខំតែម្ដង Killman ដែលកំពុងតែប្រឈមមុខជាមួយនឹងពួកគេក៏បានប្រាប់សកម្ម Sasuke ថាការប្រឡង Chunin Exam គឺត្រូវបានបញ្ចប់ហើយទៅពេលដែលឃើញសមត្ថភាពរបស់ Sasuke អញ្ចឹងក៏បានវាយតម្លៃទៅកាន់ Sasuke ថាសមត្ថភាពរបស់ Sasuke នៅពេលនេះគឺស្ថិតនៅកម្រិត Chunin Level នៅពេលដែល Shinobi នៅកម្រិត Chunin Level ពួកគេប្រៀបដូចជា Ninja ថ្នាក់កណ្ដាលប្រចាំនៅកូនហាអញ្ចឹងទាំងអស់គ្នាបានន័យថាពួកគេនឹងត្រូវបម្រើការងារឲ្យកូនហាបន្ទាប់ពីបានលើ Killman នេះអញ្ចឹងហើយ Sasuke ក៏បានចង់ទៅតាម Gaara តែម្ដងក៏ប៉ុន្តែត្រូវបាន Killman ថាកុំឲ្យទៅឆ្ងាយពេកអញ្ចឹងទាំងអស់គ្នាខ្លាច Sasuke មានគ្រោះថ្នាក់ហើយនៅពេលដែលឃើញអញ្ចឹង Baki ក៏ចង់ហាមឃាត់ Sasuke ផងដែរក៏ប៉ុន្តែត្រូវបានរារាំងទៅដោយ Killman ហើយនៅពេលដែល Sasuke បានធ្វើដំណើរទៅតាមរក Gaara យើងក៏បានឃើញ Shino នឹងធ្វើដំណើរទៅតាមពីក្រោយ Sasuke ផងដែរដើម្បីទៅជួយ Sasuke អញ្ចឹងណាទាំងអស់គ្នាចំណែកគ្រូ Kakashi Sensei វិញក៏បានឃើញ Sasuke នឹងធ្វើដំណើរទៅតាម Gaara នៅក្នុងព្រៃផងដែរក៏ប៉ុន្តែគាត់មិនអាចធ្វើដំណើរទៅជួយ Sasuke បានទេដោយសារតែនៅពេលនេះគាត់កំពុងតែទប់ទល់ជាមួយនឹងក្រុម Anbu Black Ops ខ្លាំងៗអញ្ចឹងណាទាំងអស់គ្នាមួយវិញទៀតស្ថានភាពភូមិស្លឹកឈើនៅពេលនេះគឺត្រូវបានសត្រូវវាយប្រហារគ្រប់ទិសទីអញ្ចឹងហើយក្នុងនាម Kakashi Sensei គាត់គឺជាជួនម្នាក់គាត់ត្រូវតែការពារភូមិរបស់គាត់ Kakashi បានប្រាប់ទៅកាន់ Sakura ឲ្យទៅជួយ Naruto ហើយនិង Shikamaru ផងដោយសារតែ Sakura មានតិចនិច Relax Kinjutsu អញ្ចឹងណាទាំងអស់គ្នាដោយសារតែលោកគ្រូ Kakashi នឹងធ្លាប់បានបង្រៀនទៅកាន់ Sakura Kakashi ក៏បានបន្ថែមទៀតថានៅពេលដែល Sakura ជួយសង្គ្រោះ Naruto ហើយនិង Shikamaru បានឲ្យនាំពួកគេទៅជួយ Sasuke នៅក្នុងព្រៃអញ្ចឹងណាទាំងអស់គ្នា Sakura ក៏ចង់ដាស់ Ino ហើយនិង Choji ឲ្យភ្ញាក់ពី Kinjutsu ដែរដើម្បីបានទៅជួយ Sasuke ទាំងអស់គ្នាអញ្ចឹងក៏ប៉ុន្តែត្រូវបាន Kakashi មិនអនុញ្ញាតនោះទេហើយដោយសារតែ Kakashi Sensei មិនអាចធ្វើដំណើរទៅតាមពួកគេបាន Kakashi Sensei ក៏បានប្រើ Summoning Jutsu ឆ្កែរបស់គាត់ដែលមានឈ្មោះថា Pakun នឹងធ្វើដំណើរទៅតាមពួកគេផងដែរនៅពេលដែល Sakura ហើយនិងឆ្កែ Pakun ជួយ Relax Kinjutsu ឲ្យ Naruto ហើយនិង Shikamaru Sakura ក៏ពិតជាមានការខឹងជាមួយនឹង Shikamaru ខ្លាំងមែនទែនទាំងអស់គ្នាតែពិត Shikamaru មិនបានត្រូវសណ្ដំ Kinjutsu ឲ្យដេកលក់នោះទេទាំងអស់គ្នាតាមពិតគឺ Shikamaru នឹងលួចដេកតែប៉ុណ្ណោះហើយនៅពេលដែលឃើញអញ្ចឹង Sakura ក៏បានឲ្យ Pakun នឹងខំជើង Shikamaru តែម្ដងYou really scanned Jutsu too, you faker! I didn't want to get involved. Just give me a break. I couldn't care less about Sasuke. ចំណែក Naruto វិញបន្ទាប់ពីភ្ញាក់ពីការសន្លប់គេក៏បានធ្វើទៅមុខលេលើអញ្ចឹងហើយយើងក៏បានឃើញ Shinobi ម្នាក់ហ្នឹងព្យាយាមវាយប្រហារមកកាន់គេក៏តែត្រូវបាន Guy Sensei ជួយសង្គ្រោះទាន់ពេលវេលាផងដែរហើយនៅទីបំផុតពួកគេក៏បានធ្វើដំណើរទៅជួយ Sasuke ក៏មកដល់ខាងលើដំបូលនៅវិញនៅពេលដែល Hokage ទី3កំពុងតែនិយាយជាមួយនឹង Kazekage ទី4ចុះឡើងយើងក៏បានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ Kazekage ទី4នោះគឺជា Orochimaru បន្លំខ្លួនទាំងអស់គ្នាបន្ទាប់ពីបានបង្ហាញអត្តសញ្ញាណពិតប្រាកដទៅកាន់អតីតគ្រូរបស់ខ្លួនសូតំណឹង Orochimaru ក៏បាននិយាយយ៉ាងលយទៅកាន់គ្រូរបស់គាត់ថាឲ្យ Hokage ទី3ហ្នឹងត្រៀម Hokage ទី5ហើយទៅដោយសារតែទីទៀតហ្នឹងគាត់នឹងត្រូវស្លាប់ក្រោមស្នាដៃ Orochimaru អញ្ចឹងណាទាំងអស់គ្នាហើយនៅទីបំផុតយើងក៏បានឃើញ Hokage ទី3បើកការប្រយុទ្ធជាមួយនឹង Orochimaru តែម្ដង Hokage ទី3ក៏បានប្រើ Style របស់គាត់ដើម្បីវាយប្រហារទៅកាន់ Orochimaru ក៏ប៉ុន្តែត្រូវបាន Orochimaru counter ជាប់ហើយ Orochimaru ក៏បានប្រើ technique ពោះចេញពីមាត់របស់គាត់ដើម្បីខំករបស់ Sarutobi Hiruzen ផងដែរក៏ប៉ុន្តែនោះគឺជា clone របស់ Sarutobi Hiruzen តែប៉ុណ្ណោះ Sarutobi Hiruzen ឬក៏ Hokage ទី3គាត់ក៏បានលេចមុខមាត់ពិតប្រាកដរបស់គាត់ចេញមកម្ដងទៀតជាមួយនឹង Style របស់គាត់ម្ដងនេះដែលខ្លាំងជាងមុនបានវាយប្រហារទៅកាន់ Orochimaru ដែល technique Style របស់គាត់ម្ដងនេះគឺមានឈ្មោះថា Dragon Boom combo ជាមួយនឹង Fire Dragon Boom ធ្វើការវាយប្រហារទៅកាន់ Orochimaru ក៏ប៉ុន្តែយើងមិនបានឃើញ Orochimaru នឹងមានរបួសអ្វីនោះទេដោយសារតែ Jutsu ប៉ុណ្ណឹងមិនអាចធ្វើអ្វី Orochimaru បាននោះទេហើយដល់ពេលដែលអតីតគ្រូសិស្សបើកការវាយប្រហារម្ដងទៀតយើងក៏បានឃើញ Hokage ទី3នឹងប្រើ Shuriken Shadow Clone Jutsu របស់គាត់ដើម្បីវាយប្រហារទៅកាន់ Orochimaru ផងដែរក៏ប៉ុន្តែនៅពេលផងដែរយើងក៏បានឃើញ Orochimaru នឹងប្រើ technique ពិសេសមួយដែល technique ពិសេសហ្នឹងផងដែរគឺមានឈ្មោះថា Reanimation Jutsu ទាំងអស់គ្នាឬក៏ Edo Tensei ហើយជាភាសាខ្មែរគឺមានឈ្មោះថារបៀបដូចជាការធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញអញ្ចឹងហើយ technique ពិសេសហ្នឹងផងដែរគឺពិតជាសាហាវខ្លាំងមែនទែនអ្នកទាំងអស់គ្នាយើងក៏បានឃើញ Orochimaru នឹង Summoning Jutsu Hashirama Sencho ដែលជា Hokage ទី1ហើយនិង Tobirama ដែលជា Hokage ទី2ធ្វើការប្រយុទ្ធជាមួយនឹង Hiruzen តែម្ដង Hashirama Sencho ហើយនិង Tobirama Sencho គាត់គឺជាបងប្អូនមកកើតនឹងគ្នាទាំងអស់គ្នាចំណែកឯ Tobirama វិញគាត់ត្រូវជាគ្រូរបស់ Hokage ទី3ដែលជា Hiruzen នឹងឯងទាំងអស់គ្នាបន្ទាប់ពី Orochimaru អាចគ្រប់គ្រងទៅលើ Hashirama ហើយនិង Tobirama បានយើងក៏បានឃើញពួកគាត់នឹងបើកការវាយប្រហារទៅកាន់ Hiruzen តែម្ដងហើយនៅពេលផងដែរយើងក៏បានឃើញ Hiruzen នឹងប្រើ Fire Style Jutsu យ៉ាងធំដើម្បីវាយប្រហារបបមកវិញក៏ប៉ុន្តែត្រូវបាន Tobirama ប្រើ Water Style របស់គាត់ដើម្បី
counter skill របស់ Hirosen ហើយគាត់ក៏បានវាយប្រហារមកវិញផងដែរចំណែក Hirosen វិញនៅពេលហ្នឹងគាត់ក៏បានប្រើ A style របស់គាត់ដើម្បីជារនាំងការពារទឹកចឹងណាទាំងអស់គ្នាក៏ប៉ុន្តែយើងក៏បានឃើញ Hashirama ហ្នឹងប្រើ Taijutsu របស់គាត់ដើម្បីវាយប្រហារទៅកាន់ Hirosen តែម្ដង Tobirama បានប្រើ Water style របស់គាត់ Combo ជាមួយនឹង Wood style របស់ Hashirama ដើម្បីវាយប្រហារទៅកាន់ Hokage ទី3នៅពេលនោះផងដែរយើងក៏បានឃើញពួកគាត់ហ្នឹងមានប្រៀបទៅកាន់ Hokage ទី3ផងដែរដោយសារតែ Hashirama គាត់បានប្រើ Wood style របស់គាត់ចាប់ Hokage ទី3ជាប់ចឹង Hokage ទី3គាត់មិនអាចរើរួចនោះទេចឹងហើយគាត់ក៏បានប្រើក្បាច់ Summoning Jutsu របស់គាត់ដើម្បីហៅស្ដេចស្វារបស់គាត់ដែលមានឈ្មោះថា Inma មកជួយតែម្ដងនៅពេលហ្នឹង Inma គាត់ក៏បានជួយ Hokage ទី3ឲ្យរួចផុតពី Wood style របស់ Hashirama ហើយគាត់ក៏បានបើកការប្រយុទ្ធជាមួយនឹង Hashirama ហើយនឹង Tobirama តែម្ដងចំណែក Hokage ទី3វិញគាត់ក៏បានបើកការប្រយុទ្ធជាមួយនឹង Orochimaru ក៏ម្ដងក្នុងព្រៃអានេះវិញយើងក៏បានឃើញ Naruto Sakura ហើយនឹង Pakun កំពុងតែតាមរកក្លិនរបស់ Sasuke ចឹងណាបងប្អូនគ្នាចំណែក Asakamaru បាត់គាត់នឹងដោយសារតែគាត់នឹងកំពុងតែតបទល់ជាមួយនឹងសត្រូវចំណែក Sasuke នៅខាងមុខនេះវិញយើងក៏បានឃើញគេតាមតនក្រុមរបស់ Gaara ផងដែរក៏ប៉ុន្តែត្រូវបានរារាំងដោយសារ Temari ហើយ Temari ក៏បានបើកការប្រយុទ្ធជាមួយនឹង Sasuke តែម្ដងក៏ប៉ុន្តែ Temari មិនមែនជាដៃគូរបស់ Sasuke នោះទេ Sasuke ក៏អាចយកឈ្នះ Temari បានយ៉ាងងាយស្រួលដោយសារតែ Sasuke នឹងបានប្រើល្បិចឲ្យ Temari ចាញ់បោកបន្ទាប់ពីបានយកឈ្នះទៅកាន់ Temari ហើយយើងក៏បានឃើញ Sasuke នឹងធ្វើដំណើរទៅតាម Gaara ពីក្រោយបន្តទៀតក៏មកដល់ការប្រយុទ្ធរវាង Orochimaru ហើយនឹង Hokage ទី3នេះវិញយើងក៏បានឃើញ Orochimaru បង្ហាញមុខមាត់របស់គាត់ជាមនុស្សស្រីក្មេងចឹងណាបងប្អូនគ្នាហើយគាត់ក៏បាននិយាយរៀបរាប់អំពីការធ្វើតេស្តវិទ្យាសាស្ត្ររបស់គាត់ដើម្បីឲ្យមានជីវិតអមតៈចឹងទៅហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់ Hokage ទី3ថាគាត់ចង់បាន Sasuke ដើម្បីផ្លាស់ប្ដូររាងកាយឲ្យគាត់មានជីវិតអមតៈនិងខ្លាំងជាងមុនចឹងណាបងប្អូនគ្នាដោយសារតែ Sasuke ហ្នឹងក៏មានកែភ្នែក Sharingan ដោយសារតែឃើញអត្តចរិតរបស់ Orochimaru សាហាវចឹងហើយទៅ Hokage ទី3គាត់មិនឲ្យ Orochimaru ហ្នឹងធ្វើជា Hokage ទី4អ្នកទាំងអស់គ្នាដោយជ្រើសរើស Minato ជំនួសគាត់វិញហើយ Hokage ទី3គាត់ពិតជាមានការសោកស្ដាយខ្លាំងមែនទែនដែលកាលពីអតីតកាលគាត់បានសម្លាប់ Orochimaru ចោលដោយសារតែ Orochimaru ហ្នឹងគាត់គឺជាកូនសិស្សរបស់គាត់ចឹងណាបន្ទាប់ពីបានធ្វើការសន្ទនាហើយយើងក៏បានឃើញការប្រយុទ្ធគ្នារវាងសិស្សនិងគ្រូបន្តទៀត Hokage ទី3គាត់ក៏បានប្រើក្បាច់សដោខ្លួនជិតស៊ូរបស់គាត់ហើយប្រើចក្ររបស់គាត់ដែលនៅសល់ដើម្បីប្រើតិចនិចពិសេសមួយដែលមានឈ្មោះថា Rapper Death គឺជាកម្ពុជាសៀលៀងជិតស៊ូពិសេសមួយដែលយើងធ្លាប់ឃើញ Minato ប្រើវាដើម្បីចាប់កញ្ជ្រោកកន្ទុយ9ដាក់ចូលក្នុងរាងកាយរបស់ Naruto អ្នកទាំងអស់គ្នាដល់ពេលឥឡូវយើងក៏បានឃើញ Hokage ទី3គាត់បានប្រើសៀលៀងជិតស៊ូនឹងផងដែរដើម្បីចាប់រាងកាយនិងបល្លឹងរបស់ Hokage ទី2និងទី1ហើយបន្ទាប់ពីធ្វើការសៀលបល្លឹងរបស់ Hokage ទី1និងទី2បានសម្រេចហើយយើងក៏បានឃើញ Hokage ទី3នឹងចង់ចាប់បល្លឹងរបស់ Orochimaru ម្ដងក៏ប៉ុន្តែយើងក៏បានឃើញ Orochimaru ប្រើ Snack Sword របស់គេនឹងចាក់សម្ដៅទៅកាន់ Hokage ទី3ក៏លេមកកាន់ភូមិលុកឈើnàyវិញយើងក៏បានឃើញក្រុម Shinobi ដែលមកពី Sand Village ហើយនឹង Sun Village ធ្វើការវាយប្រហារមកកាន់ភូមិលុកឈើពាសពេញនឹងតែម្ដងចំណែកឯក្រុមរបស់ Hibiki វិញយើងក៏បានឃើញពួកគេនឹងកំពុងតែតបទល់ជាមួយនឹងសត្រូវផងដែរហើយយើងក៏បានឃើញពួកក្រុម Shinobi ដែលមកពី Sand Village នឹងវា Summoning ជាស៊ូសាច់ពូរធំដើម្បីវាយប្រហារមកកាន់ភូមិលុកឈើផងដែរហើយនៅពេលដែលក្រុម Hibiki មិនអាចតបទល់បានយើងក៏បានឃើញ Jiraiya ហើយនឹងកង្កែបគាត់មកជួយពួកគេទាន់ពេលវេលាហើយមូលហេតុដែល Jiraiya ធ្វើដំណើរមកដល់ហ្នឹងគឺគាត់ចង់ទៅជួយលោកគ្រូរបស់គាត់ Hokage ទី3 Hirosen Sarutobi ណាទាំងអស់គ្នាអញ្ចឹងការសម្រាយរឿងរបាយបានសូមឆ្លេះតែប៉ុណ្ណេះសិនអ្នកទាំងអស់គ្នាចាំជួបមិនបន្តនៅវីដេអូក្រោយៗទៀតហើយកុំភ្លេចចុច like subscribe ក៏មិនលើកទឹកចិត្ត admin ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតជួបគ្នានៅវីដេអូក្រោយបាយ